ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងមកបើកទំព័រដំបូងនៃសៀវភៅរៀនពីហ៊ុនសែនដើម្បីជោគជ័យតើអ្នកដឹងទេថាហេតុអ្វីបានជាអ្នកនិពន្ធសម្រេចចិត្តចងក្រងសៀវភៅនេះឡើងចាប់ផ្ដើមដំបូងបំផុតអ្នកនិពន្ធបានបង្ហាញយ៉ាងច្បាស់ថាជីវិតនិងការតស៊ូរបស់សម្ដេចតេជោហ៊ុនសែនគឺជាមេរៀនជាក់ស្ដែងដែលគ្មាននៅក្នុងសាលារៀនឡើយអ្នកនិពន្ធមិនមែនចង់ឲ្យយើងអានដើម្បីត្រឹមតែដឹងពីប្រវត្តិសាស្ត្រនោះទេប៉ុន្តែគឺចង់ឲ្យយើងក្រេបជញ្ជក់យកយុទ្ធសាស្ត្រដឹកនាំភាពអត់ធ្មត់និងរបៀបដោះស្រាយវិបត្តិរបស់បុគ្គលខ្លាំងម្នាក់យកមកសម្រួចសមត្ថភាពខ្លួនឯងដើម្បីបង្កើតភាពជោគជ័យក្នុងឆាកជីវិតការងារនិងអាជីវកម្មសៀវភៅនេះមិនមែនជារឿងនយោបាយទទេនោះទេប៉ុន្តែវាជាមគ្គុទ្ទេសក៍អភិវឌ្ឍខ្លួនដ៏ល្អឥតខ្ចោះមួយសម្រាប់កូនខ្មែរគ្រប់រូបមុននឹងយើងឈានទៅដល់ការអានខ្លឹមសារសៀវភៅការស្គាល់ពីអត្តសញ្ញាណជំនាញនិងមនសិការរបស់ម្ចាស់ស្នាដៃគឺជាគ្រឹះដ៏សំខាន់បំផុតដើម្បីឲ្យយើងដឹងថាតើចំណេះដឹងទាំងនោះត្រូវបានចម្រាញ់ចេញពីប្រភពដែលអាចទុកចិត្តបានកម្រិតណាសៀវភៅរៀនពីហ៊ុនសែនដើម្បីជោគជ័យត្រូវបានរៀបរៀងនិងចងក្រងឡើងដោយលោកបណ្ឌិតទូចសុខៈខាងក្រោមនេះគឺជាប្រវត្តិនិងចំណុចលេចធ្លោមួយចំនួនរបស់អ្នកនិពន្ធរូបនេះតើលោកទូចសុខៈជានរណាលោកទូចសុខៈបានចាប់កំណើតនៅថ្ងៃទី12ខែមករាឆ្នាំ1982ក្នុងគ្រួសារដ៏ក្រីក្រមួយក្នុងភូមិកោះតេជោឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលសប្តាហ៍ថ្ងៃរស់នៅផ្ទះលេខ18ផ្លូវលេខ8ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញឆ្នាំ1999លោកបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិការរៀននៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំលោកស្នាក់នៅវត្តកំពង់ភ្នំក្នុងស្រុកលើកដៃខេត្តកណ្ដាលក្រោយប្រឡងជាប់លោកបានឡើងមករៀននៅភ្នំពេញទាំងត្រដាបត្រដួសដោយស្នាក់អាស្រ័យនៅវត្តលង្កាកុដិលេខ18ក្នុងឆ្នាំ2000លោកបានប្រឡងជាប់អាហារូបករណ៍ផ្នែកនីតិសាស្ត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងផ្នែកគណនេយ្យនៅសាកលវិទ្យាល័យវេទមហាឫសីក្នុងខេត្តព្រៃវែងដែលសប្តាហ៍ថ្ងៃប្រែជាសាកលវិទ្យាល័យជាតិជាសៀមកំចៃមាសតែសម្រាប់ចិត្តរៀនផ្នែកច្បាប់បោះបង់ផ្នែកគណនេយ្យឆ្នាំ2007បានបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយរៀនបណ្ដើរធ្វើការបណ្ដើរនៅវិទ្យុស្ត្រីឆ្នាំ2018លោកបានបន្តការសិក្សាថ្នាក់បណ្ឌិតនីតិសាស្ត្រច្បាប់រហូតដល់ចប់ជាស្ថាពរចូលមកឆ្នាំ2023លោកបានបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកគោលនយោបាយសាធារណៈ Public Policy លោកបានចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យព័ត៌មាននាឆ្នាំ2005ដោយចាប់ផ្ដើមពីអ្នកស្ម័គ្រចិត្តរហូតក្លាយជាផលិតករប្រតិបត្តិវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជានិពន្ធនាយករងនៃសារព័ត៌មានសប្បាយអ្នកអត្ថាធិប្បាយព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនអ្នកប្រឹក្សាផ្លូវច្បាប់តាមវិទ្យុជាតិកម្ពុជាអ្នកអត្ថាធិប្បាយនិងជាអនុប្រធានព័ត៌មានរាជធានីខេត្តនៃទូរទស្សន៍ហងមាសនិងរស្មីហងមាសជាអគ្គនាយករងព័ត៌មានត្រយងបច្ចុប្បន្នជាស្ថាបនិកនិងជាប្រធានសមាគមពិធីករពិធីការនីកម្ពុជាសមាជិកក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងអាណត្តិទី7ពីឆ្នាំ2023ដល់2028នេះត្រូវបានតែងតាំងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃនិងជាសមាជិកនៃគណៈកម្មាធិការកិច្ចការព័ត៌មាននិងសាធារណមតិរបស់រាជរដ្ឋាភិបាលក្រៅពីនេះលោកធ្លាប់ជាគ្រូបង្រៀនច្បាប់តាមមហាវិទ្យាល័យគ្រូឧទ្ទេសវគ្គសិក្សាផ្សេងៗដូចជាសិល្បៈនិយាយជាសាធារណៈវិជ្ជាជីវៈពិធីករសារព័ត៌មានស្ថាបនិកវគ្គគន្លឹះរៀនឲ្យពូកែចំណែកឯស្នាដៃនិពន្ធវិញលោកបានស្រាវជ្រាវចងក្រងរៀបរៀងសៀវភៅមួយចំនួនដូចជាសៀវភៅកំណាព្យបណ្ដាំម៉ែនីភាគ1សៀវភៅកំណាព្យបណ្ដាំម៉ែនី2018សៀវភៅសសុខា41ខ្វូតដើម្បីអភិវឌ្ឍខ្លួនជាស៊ីមសហស្ថាបនិក2ធ្នូបដិវត្តពណ៌នៅកម្ពុជាសម័យ Digital 4គន្លឹះរៀនក្នុងថ្នាក់ឲ្យឆាប់ចេះឆាប់ចាំ15គន្លឹះអានមេរៀនឲ្យឆាប់ចេះឆាប់ចាំ15គន្លឹះនិយាយជាសាធារណៈយ៉ាងមានប្រសិទ្ធភាពនិងឥទ្ធិពលព្រមទាំងចងក្រងនិងនិពន្ធសៀវភៅជាច្រើនទៀតតែពុំទាន់បោះពុម្ពផ្សាយនៅឡើយជាបន្ទាប់មកដឹងពីគោលបំណងនិងទស្សនៈផ្ទាល់នៃអារម្មណ៍កថារបស់អ្នកនិពន្ធរៀនពីសាលាជារឿងស្នូលមួយតែរៀនពីមជ្ឈដ្ឋានផ្សេងៗក៏ជារឿងមួយដែលមិនអាចមើលរំលងជាពិសេសរៀនពីអ្នកជំនាន់មុនដែលជាមជ្ឈមណ្ឌលចំណេះដោយពាក្យមួយតែងដំណាលថាចាស់ធ្លាប់ក្មេងតែក្មេងមិនធ្លាប់ចាស់
សម្រាប់ខ្ញុំចូលចិត្តស្ដាប់ហើយចងចាំនិងក៏ត្រាទុកប្រើពេលក្រោយក្នុងករណីចាំបាច់ក្មេងរត់លឿនតែចាស់ស្គាល់ផ្លូវជាប្រយោគដែលមិនអាចចោលចាស់បានជាដាច់ខាតគំនិតទាំងនេះដាស់អារម្មណ៍យុវជនថាគប្បីរៀនសូត្រពីចាស់បើចង់ជោគជ័យរក្សាចាស់បង្កើនថ្មីជាគោលការណ៍របស់គណៈបកប្រជាជនកម្ពុជាតែអាចយកមកប្រើជាទស្សនៈសិក្សាទូទៅបានដោយបង្កប់អត្ថន័យថាមនុស្សចាស់មានចំណេះពិសោធន៍មេរៀនជីវិតបើនិយាយពីសម្ដេចហ៊ុនសែនដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តក្លាយជាប្រធានព្រឹទ្ធសភានាថ្ងៃទី3ខែមេសាឆ្នាំ2024មិនអាចបដិសេធបានទេគឺលោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោលោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកស៊ូឬបេតុងលោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លៀបប៉ុន្តែសម្ដេចគឺជាកំពូលបុគ្គលជោគជ័យដ៏កម្រមិនសម្រាប់តែខ្លួនឯងទេគឺសម្រាប់ជាតិទាំងមូលនិយាយដោយស្មោះទៅខ្ញុំស្រាវជ្រាវសម្រាប់រៀនសូត្រលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះតែយូរទៅក៏យល់ឃើញថាបើចែករំលែកក្រែងបានជាមេរៀនដល់មិត្តអ្នកអានជាពិសេសប្អូនយុវជនយុវនារីនិងក្រែងលោទទួលបានធាតុចូលត្រឡប់មកវិញពង្រីកគុណភាពខ្លឹមសារស្នាដៃនេះផងនោះក៏មានចិត្តចង់បោះពុម្ពផ្សាយជាសាធារណៈដែររៀនពីហ៊ុនសែនដើម្បីជោគជ័យនេះខ្ញុំបានចាប់ផ្ដើមស្រាវជ្រាវនិងសរសេរពីថ្ងៃទី1ខែមេសាឆ្នាំ2019រហូតមកដល់ថ្ងៃទី14ខែកុម្ភៈឆ្នាំ2020ដោយពេលនោះផ្អែកលើតែការចង់សិក្សាផ្ទាល់ខ្លួននិងលទ្ធភាពខ្ញុំបានបោះពុម្ពត្រឹមតែ20ក្បាលទុកជាការសាកល្បងដើម្បីពិនិត្យកែសម្រួលផងមកដល់ពេលនេះ20ក្បាលនោះពុំមាននៅនឹងខ្ញុំទេដោយមានអ្នកចាប់អារម្មណ៍ស្នើសុំនិងទោះសៀវភៅអស់ក៏នៅតែជជែកសួររកជារឿយចាប់ពីថ្ងៃទី12ខែមករាឆ្នាំ2024មកខ្ញុំបានកែសម្រួលបន្ថែមអាប់ដេតឲ្យស្របតាមការវិវត្តស្ថានភាពទាំងខ្លឹមសារបច្ចេកទេសនិងរូបភាពចង់ជោគជ័យរៀនពីអ្នកជោគជ័យនេះជាទ្រឹស្ដីជោគជ័យខ្ញុំសូមឯកភាពទន្ទឹមនេះក៏មានទស្សនៈមួយទៀតលើកឡើងថាចង់ជោគជ័យក៏ត្រូវរៀនពីអ្នកបរាជ័យដែរសម្រាប់ខ្ញុំរៀនពីចំណុចវិជ្ជមានដើម្បីគិតនិងធ្វើរឿងវិជ្ជមានរៀនពីចំណុចល្អដើម្បីគិតនិងធ្វើរឿងល្អរៀនពីអ្នកបរាជ័យដើម្បីបញ្ជៀសការបរាជ័យមើលចំណុចបរាជ័យដើម្បីរកវិធីជោគជ័យជារួមគំនិតខ្ញុំផ្ទាល់រៀនពីអ្នកជោគជ័យដើម្បីជោគជ័យរៀនពីអ្នកបរាជ័យគឺដើម្បីបញ្ជៀសបរាជ័យឆ្ពោះទៅរកភាពជោគជ័យខ្ញុំសូមទិដ្ឋិនិយមថាការស្រាវជ្រាវចងក្រងសៀវភៅរៀនពីហ៊ុនសែនដើម្បីជោគជ័យនេះទោះមិនល្អឥតខ្ចោះក៏ជាចំណុចឈានទៅរកការពង្រីកការស្រាវជ្រាវស៊ីជម្រៅជាបន្តបន្ទាប់ខ្ញុំសង្ឃឹមថាមិត្តអ្នកអានអ្នកស្ដាប់នឹងផ្ដល់ធាតុចូលសំខាន់ដើម្បីកែសម្រួលជំហានបន្ទាប់ឆ្លៀតឱកាសនេះដែរខ្ញុំសូមថ្លែងអំណរគុណនិងសូមការយោគយល់ពីសំណាក់ម្ចាស់ស្នាដៃផ្សេងម្ចាស់រូបភាពនានាដែលខ្ញុំដកស្រង់ខ្លឹមសារនិងប្រើប្រាស់រូបភាពដោយពុំបានសូមការអនុញ្ញាតជាមុនជាពិសេសខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកអង្គការលីយូគៀដែលបានទទួលបន្ទុកបោះពុម្ពសរុបទាំង3លើកនេះចំនួន 40000 ក្បាលធ្វើឲ្យខ្ញុំមិននឹកស្មានថាសៀវភៅនេះបានដល់ដៃយុវជននិងមហាជនជាសាធារណៈដូចនេះទេរាជធានីភ្នំពេញថ្ងៃទី14ខែកុម្ភៈឆ្នាំ2020ថ្ងៃទី14ខែកុម្ភៈឆ្នាំ2025អ្នកនិពន្ធទូចសុខៈ